ភាពធន់ផ្នែកផ្លូវចិត្តខុសពីការទ្រាំរស់ជាមួយនឹងការឈឺចាប់មនុស្សស្រីដែលរស់នៅជាមួយនឹងប្តីធ្វើបាបទាំងផ្លូវកាយនិងផ្លូវចិត្តហើយនៅតែអាចរស់នៅរកស៊ីបានតើមានន័យថាគាត់មានភាពធន់ផ្នែកផ្លូវចិត្តដែរឬទេសំណួរនេះនៅពេលដែលខ្ញុំឮពាក្យភ្លាមពាក្យដែលលេចឡើងគឺពាក្យការរំលោភបំពាន abuse មិនដឹងថាទម្រង់នៃការរំលោភបំពានរបស់ប្តីរបស់គាត់ដែលគាត់សំដៅលើថាធ្វើបាបផ្លូវកាយផ្លូវចិត្តនោះជាទម្រង់បែបណានោះទេក៏ប៉ុន្តែអ្វីដែលសំខាន់គឺមនុស្សមិនត្រូវអនុញ្ញាតឲ្យនរណាម្នាក់ធ្វើបាបយើងក្នុងទម្រង់ណាមួយទេឬក៏រំលោភបំពានយើងក្នុងទម្រង់ណាមួយនោះទេទាំងផ្លូវកាយផ្លូវចិត្តឬក៏ផ្លូវភេទឬរស់នៅក្នុងទំនាក់ទំនងដែលមិនស្មោះត្រង់ការដែលមានភាពធន់ផ្នែកផ្លូវចិត្តគឺសំដៅលើការដែលយើងជួបបញ្ហាយើងអាចក្រោកឈរឡើងយើងបន្តដំណើរទៅមុខទៀតតែយើងបន្តដំណើរទៅមុខទៀតដោយការដែលយើងស្គាល់ច្បាស់ពីខ្លួនឯងការដែលយើងគោរពខ្លួនឯងទទួលបាននៅការពេញចិត្តចំពោះខ្លួនឯងនិងជីវិតខ្លួនឯងទោះបីក្នុងកលៈទេសៈលំបាកតែភាពធន់ផ្នែកផ្លូវចិត្តខុសពីការទ្រាំរស់ជាមួយនឹងការឈឺចាប់នៅពេលដែលនិយាយថាទ្រាំរស់ជាមួយនឹងការឈឺចាប់គឺចង់សំដៅលើថាយើងអនុញ្ញាតឲ្យគេមករំលោភបំពានយើងវាជាទម្រង់នៃការធ្វើបាបខ្លួនឯងមួយសំណួរនៅត្រង់ថាតើសុខុមាលភាពផ្ទាល់ខ្លួនរបស់យើងល្អដែរឬទេទាំងផ្លូវកាយផ្លូវចិត្តតើយើងពេញចិត្តជាមួយនឹងជីវិតរបស់យើងដែរឬទេហើយថាតើយើងបានឲ្យតម្លៃខ្លួនឯងដែរឬទេក្នុងភាពជាមនុស្សម្នាក់នៅក្នុងទម្រង់ទំនាក់ទំនងប្តីប្រពន្ធមនុស្សមានសិទ្ធិស្មើគ្នាហើយអ្វីដែលសំខាន់នៅក្នុងទំនាក់ទំនងជាប្តីប្រពន្ធគឺការគោរពគ្នាទៅវិញទៅមកឲ្យតម្លៃគ្នាទៅវិញទៅមកបើសិនជានរណាម្នាក់នៅក្នុងទំនាក់ទំនងមិនបានគោរពនិងឲ្យតម្លៃម្នាក់ទៀតវាជាទំនាក់ទំនងដែលមិនល្អហើយវានឹងប៉ះពាល់ទៅដល់ទំនាក់ទំនងជាមួយនឹងកូនផងដែរគំរូរបស់ប្តីប្រពន្ធដែលស្រឡាញ់គ្នាគោរពនិងឲ្យតម្លៃគ្នាវានឹងជួយឲ្យកូនទទួលអារម្មណ៍និងដឹងថាខ្លួនមានតម្លៃនៅពេលដែលគាត់ធំឡើងគាត់នៅក្នុងទំនាក់ទំនងជាមួយនឹងនរណាម្នាក់គាត់នឹងដឹងថាតម្លៃគាត់គឺសំខាន់គាត់នឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ធ្វើបាបឬក៏រំលោភបំពានគាត់នោះទេភាគច្រើនក្មេងដែលនៅក្នុងគ្រួសារដែលទទួលការរំលោភបំពានឬក៏មានអំពើហិង្សាគាត់នឹងអាចទៅជាជនរងគ្រោះនៃអំពើហិង្សាដូចគ្នាព្រោះអ្វីដែលគាត់រៀនបាននៅពីកុមារភាពពីឪពុកម្ដាយរបស់គាត់គឺការទ្រាំរស់ជាមួយនឹងការឈឺចាប់ការអនុញ្ញាតឲ្យម្នាក់ទៀតធ្វើបាបខ្លួនឯងក្នុងទម្រង់ណាមួយនៅក្នុងជីវិតមានរឿងលំបាកជាច្រើនដែលយើងមិនអាចគ្រប់គ្រងបានក៏ប៉ុន្តែការរំលោភបំពានឬក៏ការធ្វើបាបពីនរណាម្នាក់វាជាទម្រង់មួយដែលយើងអាចគ្រប់គ្រងបានគឺយើងអាចការពារខ្លួនឯងមិនឲ្យទទួលនៅការឈឺចាប់នោះដដែលបញ្ហាគឺនៅត្រង់ថាការទ្រាំរស់ជាមួយនឹងការឈឺចាប់គឺការដែលអនុញ្ញាតឲ្យរឿងលំបាកឬក៏រឿងឈឺចាប់នោះកើតឡើងដដែលវាខុសពីភាពធន់ផ្នែកផ្លូវចិត្តអ្នកអាចសម័យមើលថានៅពេលដែលយើងជួបបញ្ហាវាហាក់ដូចជាយើងស្ពាយរឿងអីមួយដែលធ្ងន់នៅលើខ្លួនរបស់យើងអ្នកដែលមានភាពធន់ផ្នែកផ្លូវចិត្តគឺការដែលគាត់អាចអនុញ្ញាតឲ្យខ្លួនឯងដោះសម្ពាយនោះចុះរួចហើយមើលថាតើមានអ្វីដែលគាត់គួរតែបោះបង់ចោលតើការឈឺចាប់ណាដែលគួរដាក់ចុះតើអ្វីដែលរៀនបានពីការឈឺចាប់នោះតើអ្វីដែលមានតម្លៃពីបទពិសោធន៍ឬក៏ការលំបាកនោះគាត់យកមករក្សាទុកដើម្បីបន្តដំណើរទៅទៀតអញ្ចឹងវានឹងធ្វើឲ្យគាត់កាន់តែរឹងមាំហើយដើរទៅមុខទៀត
ដូចជាមានឧបករណ៍នៅក្នុងខ្លួនតែនៅការដែលទ្រាំរស់ជាមួយនឹងការឈឺចាប់ហាក់ដូចជាមនុស្សគាត់ដឹងថាវាជាការលំបាកស្ពាយរឿងដែលលំបាករួចហើយមិនព្រមដាក់ចុះមិនព្រមរកវិធីឬក៏មធ្យោបាយឬក៏ជំនួយក្នុងការដាក់វាចុះគឺបន្តស្ពាយវាពីព្រឹត្តិការណ៍មួយទៅព្រឹត្តិការណ៍មួយវាកាន់តែធ្ងន់ទៅធ្ងន់ទៅថ្ងៃណាមួយគាត់នឹងជួបនឹងវិបត្តិផ្លូវចិត្តឬក៏នឹងមានបញ្ហាក្នុងការរស់នៅពេលដែលមនុស្សទ្រាំនឹងអ្វីមួយជាពិសេសការឈឺចាប់ឬក៏ការធ្វើការបាបឬក៏ការរំលោភបំពានដដែលវានឹងមានពេលមួយដែលគាត់នឹងមិនអាចតស៊ូទៅមុខទៀតគាត់នឹងអាចបាត់បង់សុខភាពផ្លូវកាយសុខភាពផ្លូវចិត្តហើយនេះជាអ្វីដែលភាគច្រើនអ្នកដែលគាត់មានបញ្ហាផ្លូវចិត្តដែលខ្ញុំធ្វើការជាមួយគឺគាត់ភាគច្រើនមិនមែនមានរឿងតែមួយទេដែលធ្វើឲ្យគាត់មានការលំបាកគឺគាត់មានរឿងជាច្រើនរួចហើយអ្វីដែលពិបាកក្នុងការដោះស្រាយជាងគេគឺការដែលអនុញ្ញាតឲ្យនរណាម្នាក់មួយផ្សេងទៀតធ្វើបាបគាត់ជាពិសេសសមាជិកគ្រួសារហើយក្នុងការរកជំនួយវាពិតជាពិបាកក៏ប៉ុន្តែអ្នកគួរតែឲ្យតម្លៃខ្លួនឯងគោរពខ្លួនឯងគិតអំពីសុខុមាលភាពរបស់ខ្លួនឯងការដែលស្គាល់អំពីអ្វីដែលយើងត្រូវការក្នុងការថែរក្សានៅសុខុមាលភាពសុវត្ថិភាពរបស់យើងគឺជារឿងសំខាន់យើងមិនគួរឲ្យនរណាម្នាក់ធ្វើបាបយើងឬក៏រំលោភបំពានយើងក្នុងទម្រង់ណាមួយទេសង្ឃឹមថាវាជាចំណុចមួយដែលឲ្យអ្នកទាំងអស់គ្នាគិតពិចារណាភាពធន់ផ្នែកផ្លូវចិត្តខុសពីការទ្រាំរស់ជាមួយនឹងការឈឺចាប់បើសិនជាអ្នកកំពុងតែទ្រាំរស់ជាមួយនឹងការឈឺចាប់សូមព្យាយាមរកវិធីសូមព្យាយាមរកជំនួយ